វីដេអូមួយនេះខ្ញុំនឹងឲ្យបងប្អូនអំពីរបៀបនៃការឆែកមើល page របស់យើងចង់ដឹងថាតើ page ដែលយើងប្រើជាប្រចាំថ្ងៃនេះចង់ដឹងថាតើ page យើងគឺគ្រប់គ្រងដោយ account ណាខ្លះកំពុងតែមាន account ប៉ុន្មានកំពុងតែកាន់ page របស់យើងបងប្អូនធ្វើការចុចកន្លែងទ្រាប3នេះមកបាទបន្ទាប់មកបងប្អូនធ្វើការអូសចុះទៅក្រោមយកពាក្យថា setting យកពាក្យថា setting បន្ទាប់មកអូសចុះទៅក្រោមយកពាក្យថា page setup បន្ទាប់មកបងប្អូនចុចទៅលើពាក្យថា page access បាទតែប៉ុណ្ណឹងទៅគឺរួចរាល់អញ្ចឹងគឺនៅក្នុងនេះ Facebook វាបង្ហាញហើយគឺ account ដែលកាន់ page យើងដែលយើងកំពុងប្រើថ្ងៃនេះមានឈ្មោះថា Nadet Media ហើយនឹងបាទ account ថៃនឹងឯងអញ្ចឹងនៅក្នុងនេះវានឹងបង្ហាញថាមាន account ដែលខ្លះកំពុងកាត់ page របស់យើងគឺបង្ហាញនៅក្នុងនឹងទាំងអស់តែម្ដងអញ្ចឹងបងប្អូនអាចធ្វើការមើលទៅថាតើនៅក្នុងនោះវាពិតជាមាន account យើងទាំងអស់ឬក៏វាមាន account ផ្សេងដែលមិនមែនជា account របស់យើងបើសិនជាក្នុងនោះវាមានបង្ហាញថានៅក្នុងនោះវាមាន account ណាផ្សេងដែលមិនមែនជា account របស់យើងនោះមានន័យថា page របស់យើងគឺកំពុងតែមានអ្នកកាន់គ្រប់គ្រងដែរចង់លក់ដូរឆាប់ដាច់ចង់ឲ្យអាជីវកម្មបងប្អូនទទួលបានជោគជ័យសម្រាប់បងប្អូនចង់បាន page ប្រើប្រាស់សម្រាប់បងប្អូនចង់បាន page លក់ដូរអនឡាញសម្រាប់បងប្អូនចង់បាន page បុះពេល live សម្រាប់បងប្អូនចង់បាន account TikTok ចង់បានគ្រប់ Telegram ចង់បានសេវាកម្មដោយមានការធានាត្រឹមត្រូវបងប្អូនអាចធ្វើការ inbox ចូលក្នុង page ឬក៏តាក់ទងមក account ផ្ទាល់របស់ខ្ញុំបានដោយមានឈ្មោះថា Nadet Media